ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តហៅកាត់ជាកាលពីដើមឡើយក្នុងអំឡុងចន្លោះឆ្នាំ1990ដល់ឆ្នាំ1999គឺពុំមានការបង្កើតជាមណ្ឌលជាតិនៅឡើយទេប៉ុន្តែការងារនេះត្រូវបានអនុវត្តដោយមន្ត្រីជំនាញរបស់ក្រសួងតាមរយៈការពិនិត្យដោយផ្នែកផ្ទាល់តែប៉ុណ្ណោះក្នុងរយៈពេលប្រមាណឆ្នាំនេះពលគឺចាប់តាំងពីឆ្នាំ2016រហូតដល់ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលកំពុងដំណើរការសរុប22ទីតាំងនៅរាជធានីភ្នំពេញមានចំនួន8ទីតាំងនិងខេត្តមានចំនួន14ទីតាំងកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅរាជធានីភ្នំពេញមាន8ទីតាំងដូចជារិស័យកែវជ្រោយចង្វាចំការដូងបឹងស្នោផ្សារដីហុយបឹងបៃតងសំរោងអណ្ដែតកំបូលតាំងនៅតាមបណ្ដាខេត្តមានចំនួន14ទីតាំងដូចជាខេត្តបាត់ដំបងកំពង់ចាមសៀមរាបព្រះសីហនុក្រចេះកំពង់ស្ពឺរតនគិរីកំពង់ឆ្នាំងព្រះវិហារកំពង់ធំបន្ទាយមានជ័យស្វាយរៀងកំពតនិងតាកែវមិនតែប៉ុណ្ណោះដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបង្ខិតការផ្តល់សេវាជាតិដល់បងប្អូនប្រជាពលរដ្ឋក្រសួងសាធារណការនិងដឹកជញ្ជូនបានគិតគូរដោយយកចិត្តទុកដាក់ក្នុងការរៀបចំការមានម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័តចំនួន4គ្រឿងក្នុងគោលបំណងបម្រើបងប្អូនប្រជាពលរដ្ឋមកទទួលសេវាជាតិតាមបណ្ដាខេត្តដែលពុំមានមណ្ឌលជាតិនៅឡើយរួមមានចំនួន9ខេត្តគឺខេត្តកែបកោះកុងព្រៃវែងបងឃ្មុំមណ្ឌលគិរីស្ទឹងត្រែងឧត្តរមានជ័យបៃលិននិងខេត្តពោធិ៍សាត់ទៅតាមតារាងកំណត់ការប្រឆាជាតិចល័តជាមួយគ្នានេះម្ចាស់រថយន្តអាចធ្វើការបង់តម្លៃសេវាជាតិនេះតាមប្រព័ន្ធធនាគារមានដូចជាលីហូវេលុយ Wing ធនាគារជីបម៉ុង ABA Acilida ធនាគារកម្ពុជាសាធារណៈធនាគារវឌ្ឍនៈធនាគារស្ថាបនាធនាគារ Print ធនាគារកាណាឌីយ៉ាធនាគារ Hatha ធនាគារភ្នំពេញពាណិជ្ជក្រុមហ៊ុន Phaipe និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសាដែលជាដៃគូរបស់ក្រសួងសូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តមកទទួលសេវាផ្លូវការរបស់ក្រសួងដោយផ្ទាល់លើក្រុមមណ្ឌលជាតិឬម៉ាស៊ីនជាតិចល័តដែលមានទីតាំងនៅជិតបំផុតឬឲ្យដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញដែលមានអាសយដ្ឋានគេហទំព័រ taxinspection.mpwt.gov.kh ដើម្បីចូលរួមហើយជាពិសេសបងប្អូនប្រជាពលរដ្ឋចូលរថយន្តមកជួបមន្ត្រីជាតិផ្ទាល់ជាវៀងពឹងពាក់តាមអ្នករត់ការដែលធ្វើឲ្យមានការខាតបង់ក្រៅផ្លូវការដែលបានកំណត់ដោយក្រសួងសាធារណការនិងដឹកជញ្ជូនសូមបញ្ជាក់ថាក្រុមមណ្ឌលជាតិទាំងអស់គឺបានផ្ដល់អាទិភាពចម្បងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដែលបានដាក់ពាក្យស្នើសុំណាត់តាមប្រព័ន្ធអនឡាញនេះគឺមានច្រកពិសេសមួយសម្រាប់យករថយន្តចូលជាឲ្យតម្លៃពីបងប្អូនដែលមិនបានធ្វើការស្នើសុំណាត់ការនេះគឺដើម្បីជាសម្រួលដល់ការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាពប្រសិទ្ធភាពនិងគណនេយ្យភាពដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមសូមបងប្អូនប្រជាពលរដ្ឋយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់តាមការកំណត់ជៀសវាងការពិនិត្យដោយសារហួសពលភាពក៏ដូចជាធានានូវសុវត្ថិភាពយានយន្តរបស់លោកអ្នកដោយភ្ជាប់មកជាមួយនៅឯកសារសំខាន់ៗរួមមានសម្រាប់រថយន្តថ្មីគឺត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ជនជាតិខ្មែរនិងលិខិតឆ្លងដែនដែលមានទិដ្ឋាការសុពលភាពសម្រាប់ជនបរទេសនិងលិខិតបញ្ជាក់ទីលំនៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនិងក្រដាស់ពន្ធនាំចូលរថយន្តសម្រាប់រថយន្តដែលធ្លាប់បានឈាកម្ដងរួចហើយគឺត្រូវភ្ជាប់មកនៅជាមួយវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីមុននិងបានសម្គាល់យានយន្តតែប៉ុណ្ណោះក្រសួងសាធារណការនិងដឹកជញ្ជូនក៏មានលេខទំនាក់ទំនង hotline លេខ1275សម្រាប់ព័ត៌មានលម្អិតបងប្អូនប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងតាមលេខខាងលើនេះបានសូមអរគុណ